តហោះទៅ Denver មួយខ្ញុំទាំងអស់គ្នាហើយវីដេអូនេះរៀងវែងតិចហើយចាំបងមកបានមើលវីដេអូនេះហើយសូមជួយ like ជួយ share និងជួយ follow មួយផងអរគុណច្រើននេះគឺខ្ញុំទៅហោះចេញពីរដ្ឋ Oregon ទៅខាង Denver នៅខាងរដ្ឋ Colorado ចំពោះការហោះក្នុងថ្ងៃនេះគឺចំណាយពេលប្រហែលជាខ្ទង់2ម៉ោងទៅនេះគឺត្រូវទៅធ្វើការផងហើយក៏នឹងឆ្លៀតទៅដើរលេងបន្តិចដែរតែពេលហោះចឹងຕົកឆ្មានៅផ្ទះតែឯងមានអារម្មណ៍ថាអត់សូវស្រួលដែរតែអត់អីទេដោយសារតែខ្ញុំហ្នឹងក៏ជួលគេយកមកឲ្យមើលដែរអញ្ចឹងគេមកដាក់ចំណីគេមកមើលអីក្នុងមួយថ្ងៃម្ដងហ្នឹងហើយចំពោះការហោះក្នុងថ្ងៃហ្នឹងគឺខ្ញុំជិះក្រុមហ៊ុនអាកាសចរ Southwest តែខ្ញុំចូលចិត្តជិះ Southwest ខ្លាំងមែនតើដោយសារមូលហេតុអីកៅអីរបស់គេគឺទលាយហើយចំពោះការហោះហ្នឹងមានអារម្មណ៍មួយថាវារៀងសុខសុវត្ថិភាពហើយការហោះហ្នឹងគឺពាក្យច្រើនហ្នឹងគឺត្រង់វាអត់សូវអីញ៉ៃច្រើនទេបើថាយើងជិះ airline ផ្សេងតូចអីហ្នឹងគឺយើងជិះតរហូត3 4តង់ក៏មានដែរហើយជិះយន្តហោះ2ម៉ោងកន្លះហ្នឹងបើយើងប្រៀបធៀបនឹងជិះពីភ្នំពេញទៅដល់ស្រុកចិនអញ្ចឹងបានថានៅស្រុកអាមេរិកនេះគឺវាធំខ្លាំងមែនតើមកបើថាចង់ជិះឡានឆ្លងរដ្ឋអីប្រហែលជាខ្ទង់3 4ម៉ោងបានដល់ហើយប៉ះរដ្ឋរបស់ខ្ញុំរដ្ឋ Oregon ហ្នឹងក៏វារៀងធំដែរបើចង់ជិះឡានទៅរដ្ឋ Colorado ហ្នឹងប្រហែលជាខ្ទង់2ថ្ងៃអីបានដល់នៅក្នុងយន្តហោះហ្នឹង2ម៉ោងហ្នឹងក៏គេឲ្យជានំនែកមកកញ្ចប់ដែរហើយនឹងកូកាមួយកែវដែរអញ្ចឹងពេលដែលមើលរឿងបដាញ៉ាំនំបដាហ្នឹងតាមមួយផ្លែហ្នឹងគឺដល់ហើយនិយាយទៅឥឡូវហ្នឹងគឺជិះយន្តហោះឡើងស៊ាំអញ្ចឹងចំណាយពេលពី2ទៅ3ម៉ោងហ្នឹងគឺមានអារម្មណ៍ថាវារឿងលឿនមែនតើ